សិទ្ធិចេកម៉ាគឺគាត់មានពាក្យទាំង3ធំរបស់គាត់គឺទី1ភ្ញៀវទី2តាក់ទងទៅនឹងបុគ្គលិកទី3ម្ចាស់ភាគអូនអ្វីដែលសំខាន់គឺភ្ញៀវបញ្ហាគឺភ្ញៀវនឹងឯងបាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺថាយើងមករំលឹកការអានសភៅការពីយប់មិញបងប្អូនតាក់ទងទៅនឹងលក់ដើម្បីលុយយប់មិញខ្ញុំបានអានតែមួយសន្លឹកបងប្អូនអរគ្នាអើយពេលតិចមែនតែនតែម្ដងឥឡូវដល់ម៉ោងមករំលឹកវាមិនតិចឲ្យអាននេះមួយសន្លឹកយកតែម្ដងហើយពេលយប់អានបញ្ចប់យកតែម្ដងទៅមកជាហៀងនេះពូថ្ងៃនេះខ្ញុំបានប្រហើយការងាររបស់ខ្ញុំហើយអស់ហើយអញ្ចឹងក៏មានពេលត្រឹម1ម៉ោងអីគឺយើងអាចអានដាច់ហើយអានប៉ិតហើយអញ្ចឹងឥឡូវនេះខ្ញុំទុកមួយសន្លឹកនេះទាំងជាហៀងមុខជាហៀងក្រោយអាននៅពេលយប់ហ្នឹងហើយថ្ងៃនេះគឺមករំលឹកហើយក៏មកអាននៅមួយជាហៀងនឹងតែម្ដងយើងអាននៅយប់មិញមានចំណងជើងថាលក់ដើម្បីលុយហើយក្នុងការលក់ដើម្បីលុយហ្នឹងគឺវាមាន2ដែលយើងបានអានហ្នឹងបែងចែកដាច់ដោយឡែកអ្នកទាំងអស់គ្នារវាងលក់ដើម្បីលុយនិងលក់ដើម្បីដោះស្រាយបញ្ហាជូនភ្ញៀវបើសិនជាយើងលក់ដើម្បីលុយបងប្អូនដឹងស្រាប់ហើយវាបានលុយមែនអាចឲ្យយើងខ្លាយជាអ្នកមានអាចឲ្យយើងខ្លាយជាមហាសេដ្ឋីបានតែបើសិនជាយើងលក់ដើម្បីដោះស្រាយបញ្ហាឲ្យភ្ញៀវអាហ្នឹងគឺយើងទៅមុខបានឆ្ងាយអ្នកទាំងអស់គ្នាគឺអាជីវកម្មរបស់យើងគឺនៅជាមួយយើងមករហូតតែម្ដងអាហ្នឹងគឺយើងចាស់ប៉ុណ្ណាក៏ដោយគឺអាចដោះស្រាយបញ្ហាជូនភ្ញៀវបានជានិច្ចតែរួមទៅបងប្អូនអរគ្នារវាងអ្នកលក់ហើយនឹងភ្ញៀវគឺខុសគ្នាឆ្ងាយរហូតដល់180ដឺក្រេអ្នកទាំងអស់គ្នាគឺខុសគ្នាឆ្ងាយមែនទែនភ្ញៀវគិតបែបផ្សេងហើយសម្រាប់អ្នកលក់គិតបែបផ្សេងអញ្ចឹងណាអ្នកលក់គឺគិតថាលក់គឺដើម្បីលុយលក់ធ្វើម៉េចឲ្យបានលុយអញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែភ្ញៀវអត់ទេភ្ញៀវគឺស្អប់អ្នកមុខលុយអញ្ចឹងយើងគួរតែស្វែងយល់កន្លែងនោះមួយទៀតព្រោះយើងត្រូវយល់ចិត្តភ្ញៀវឲ្យបានច្រើនភ្ញៀវឲ្យច្រើនបើមិនអញ្ចឹងទេភ្ញៀវបាត់អស់ពីហាងតែម្ដងគ្នាយើងអូខេឥឡូវកុំឲ្យខាត់ពេលយូរខ្ញុំមកអាននៅមកចលឹកនឹងតែម្ដងដោយសារពេលតិចមែនតើឥឡូវខ្ញុំមកអានតអ្នកលក់ប្រឹងច្បងលុយរីឯអតិថិជនកាន់តែរត់គេចពីមនុស្សឃើញទេបងប្អូនអ្នកលក់គឺប្រឹងច្បងលុយយកហ្មងគិតតែពីកើបលុយពីភ្ញៀវតែភ្ញៀវគឺរត់គេចពីអ្នកលក់នឹងតែម្ដងអ្នកទាំងគ្នារហូតដល់មានភ្ញៀវមួយចំនួនដាក់នាមឲ្យអ្នកលក់ថាពួកមុខលុយពួកបោកជាដើមបងប្អូនឮអត់កន្លែងហ្នឹងខ្ញុំជឿថាបងប្អូនជាច្រើននឹងបានឮឆៅនិយាយថាខ្ញុំមិនចង់ធ្វើស្ដេចនោះទេតែខ្ញុំចង់ក្លាយជាអ្នកគ្រប់គ្រងស្ដេចព្រោះបើយើងអាចបញ្ជាស្ដេចបានមានន័យថាយើងមានអំណាចហើយដូចគ្នាជាមួយគោលដៅអ្នកលក់ខ្ញុំមិនចង់បានលុយភ្ញៀវនោះទេតែខ្ញុំនឹងជួយភ្ញៀវឲ្យចាយលុយមកលើខ្ញុំព្រោះលុយវាកើតចេញពីភ្ញៀវជួយភ្ញៀវបានកុំភ័យរឿងចំណូលបងប្អូនកន្លែងមួយនេះគឺល្អដែលយើងត្រូវតែរៀននៅកន្លែងហ្នឹងសម្រាប់បងប្អូនយើងដែលលក់ផលិតផលគឺយើងត្រូវមានពាក្យនេះមួយមកនេះខ្ញុំមិនចង់បានលុយភ្ញៀវទេប៉ុន្តែខ្ញុំនឹងជួយភ្ញៀវឲ្យចាយលុយមកលើខ្ញុំអញ្ចឹងណាកន្លែងមួយនេះគឺយើងធ្វើយ៉ាងណាដោះស្រាយបញ្ហាជូនភ្ញៀវក៏ចាយលុយមកលើយើងច្រើនដែរអ្នកទាំងអស់គ្នាអាហ្នឹងយើងអត់ដើម្បីលុយទេគឺដើម្បីជួយភ្ញៀវអញ្ចឹងតែយើងជួយភ្ញៀវបានភ្ញៀវក៏ជួយយើងដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នានិយាយទៅឲ្យតែជួយភ្ញៀវបានរឿងចំណូលកុំភ័យបងប្អូនកន្លែងមួយនេះធំបំផុតនៅក្នុងការលក់គឺលក់ឲ្យចំណេញខ្លួនឯងលក់ឲ្យភ្ញៀវបានសុខនិងលក់ឲ្យភ្ញៀវរកស៊ីជាមួយអ្នកពេញមួយជីវិតកន្លែងមួយនេះបងប្អូនធ្លាប់ឮប្រែនឆាយអ្នកទាំងអស់គ្នាពាក្យថាប្រែនឆាយដូចកាខ្វេអ្នកលក់កាខ្វេមុនដំបូងមានតែមួយទេណាឥឡូវបរិច្សាខាជាច្រើនអាហ្នឹងគឺម្ចាស់ដូចឧទាហរណ៍ម្ចាស់តែមួយអ្នកទាំងអស់គ្នាដូចខ្ញុំជាម្ចាស់ហាកាខ្វេខ្ញុំបរិច្សាខាទៅ10ទៅ20 30 40 50ទៅ25ខេត្តក្រុងដល់ពេលយើងចាស់ទៅយើងចាយទៅលុយអ្នកដែលគាត់ទិញប្រេនឆាយហ្នឹងក៏យើងបានសិក្សានេះអ្នកគ្នាឃើញកន្លែងហ្នឹងតែបើសិនជាយើងលក់តែដើម្បីលុយយើងបានលុយមែនប៉ុន្តែអនាគតយើងចាស់ទៅដឹងមានណាគេឲ្យលុយយើងចាយទៀតអ្នកគ្នាក្រៅពីយើងជួយខ្លួនឯងតើអ្នកអាចមានសមត្ថភាពរកចំណូលបានខ្ពស់ហើយភ្ញៀវរបស់អ្នកសប្បាយចិត្តហើយគាត់ព្រមរកស៊ីជាមួយអ្នកពេញមួយជីវិតមានន័យថាគោលដៅលក់របស់អ្នកគឺរឹងមាំបំផុតកន្លែងហ្នឹងបើសិនជាបងប្អូនយើងមានប្រេនឆាយយើងបន្តទៅប្រេនឆាយទៅបងប្អូនយើងដទៃទៀតដែលគាត់ទិញប្រេនឆាយពីយើងណាគឺអាហ្នឹងគឺជាការលក់របស់យើងគឺរឹងមាំបំផុតដល់យើងចាស់ទៅក៏យើងអាចមានលុយហូរចូលដែរអ្នកនរគ្នាបងប្អូនធ្លាប់ឮពាក្យថាដេកលក់លុយហូរចូលអត់កន្លែងហ្នឹងអញ្ចឹងណាគោលដៅពិតនៅក្នុងការលក់មិនមែនជាលុយនោះទេតែវាជាបញ្ហាភ្ញៀវសិទ្ធិលេខ2ចេកម៉ាកនេះសិទ្ធិចេកម៉ាកបងប្អូនអរគ្នាក៏ដាក់គោលដៅ3ចំណុចធំ
ទី1គឺភ្ញៀវទី2គឺបុគ្គលិកទី3ម្ចាស់ភាគហ៊ុនដែលផតាំងមួយនេះបង្ហាញពីគោលដៅចម្បងរបស់ចេកម៉ាក់នៅក្នុងការលក់គឺបញ្ហាភ្ញៀវនៅកន្លែងហ្នឹងគេនិយាយតាក់ទងទៅនឹងភ្ញៀវទី1គឺភ្ញៀវទី2គឺបុគ្គលិកទី3គឺម្ចាស់ភាគហ៊ុន3ហ្នឹងគឺសំខាន់អ្នកនរគ្នាហើយអ្វីដែលសំខាន់មួយទៀតហ្នឹងគឺបញ្ហាភ្ញៀវយើងលក់ផលិតផលបើអត់ភ្ញៀវគឺចប់ហើយអ្នកនរគ្នាយើងទៅមុខក៏ពិបាកដែរលោកគ្រូខ្ញុំផ្ដាំថាគោលដៅធំបំផុតរបស់អ្នកលក់មិនមែនជាលុយទេលុយជាកម្រៃស្វ័យប្រវត្តិមួយដែលនឹងរត់ចូលហោប៉ៅរបស់អ្នក 100% នៅពេលដែលអ្នកខ្លាចជាមនុស្សមានតម្លៃក្នុងជីវិតរបស់ភ្ញៀវនៅកន្លែងហ្នឹងបងប្អូនទោះបងប្អូនអត់លុយក៏លុយហូរចូលនៅក្នុងកប៉ៅរបស់អ្នកទាំងអស់គ្នាដែរដោយសារអីអ្នកទាំងអស់គ្នាមានផលិតផលល្អមានហាងដែលមានគុណភាពមានផលិតផលដែលគុណភាពខ្ពស់អញ្ចឹងទោះយើងអត់មានលុយនៅក្នុងកប៉ៅយើងលក់តែផលិតផលរបស់យើងទៅភ្ញៀវជួយដោះស្រាយបញ្ហាជូនភ្ញៀវទៅលុយហូរចូលតែម្ដងអ្នកទាំងអស់គ្នាអាហ្នឹងគឺល្អមែនទែនមានអ្នកលក់ភាគច្រើនគិតថាលុយជារឿងធំសម្រាប់ពួកគេរហូតហ៊ានធ្វើអ្វីគ្រប់យ៉ាងឲ្យតែបានលុយរហូតពេលខ្លះបោកប្រាស់កេងបន្លំបង្ខិតបង្ខំបោកបញ្ឆោតប្រជាជនរបស់ខ្លួនឲ្យចាយលុយមកលើខ្លួនការលក់បែបនេះមិនមែនជាគោលដៅពិតរបស់អ្នកឡើយកន្លែងហ្នឹងបងប្អូនបើសិនជាយើងលក់និយាយទៅលក្ខណៈថាបោកលក្ខណៈថាបញ្ឆោតភ្ញៀវបង្ខិតបង្ខំឲ្យភ្ញៀវទិញផលិតផលរបស់យើងឲ្យចាយលុយមកលើយើងអញ្ចឹងណាអាហ្នឹងគឺមិនមែនជាការលក់ដោយមានគោលដៅរឹងមាំទេអ្នកនរគ្នាបានតែមួយឆាវទេគឺហាងរបស់យើងគឺចប់បាត់ទៅហើយឥឡូវនេះគឺខ្ញុំបានអានបញ្ចប់នៅមួយសន្លឹកនេះហើយអ្នកនរគ្នាអ្វីដែលខ្ញុំត្រូវធ្វើបន្តគឺនេះមួយសន្លឹកមកចេះនេះម្ដងចេះនេះគឺបញ្ចប់នៅយប់នឹងតែម្ដងដោយសារឥឡូវគឺដល់ម៉ោងទៅមើលការងារទៀតហើយអ្នកនរគ្នាអើយមួយថ្ងៃយើងរវល់ច្រើនអញ្ចឹងឆ្លៀតតតែឆ្លៀតបើមិនឆ្លៀតគឺអត់បានអានសភៅតែម្ដងអូខេឥឡូវគឺខ្ញុំសរុបសេចក្តីមកនៅអ្វីដែលខ្ញុំបានអានមិញអ្នកនរគ្នាមួយសន្លឹកនេះគឺគេចង់បានន័យថាបើសិនជាយើងអត់លុយក៏លុយហូរចូលមកក្នុងកប៉ៅរបស់យើងដែរអ្នកនរគ្នាហើយអាហ្នឹងសម្រាប់បងប្អូនយើងលក់អនឡាញមានអីវ៉ាន់ពេញស្តុកតែដឹងតែបញ្ចេញបែបណាហើយយើងកុំគិតមួយថាចង់បានតលុយភ្ញៀវអញ្ចឹងណាយើងត្រូវដោះស្រាយបញ្ហាជូនភ្ញៀវក៏ខ្វែភ្ញៀវគឺត្រូវការហូបខ្វែអញ្ចឹងគឺយើងត្រូវធ្វើយ៉ាងម៉េចរកដំណោះស្រាយឆុងកាហ្វេនឹងឲ្យភ្ញៀវឃើញអត់ពេលដែលយើងឆុងកាហ្វេឲ្យភ្ញៀវទៅភ្ញៀវនឹងក៏ផ្ដល់លុយឲ្យយើងអាហ្នឹងគឺពិសេសមែនទែនបងប្អូនហើយកន្លែងមួយនេះគឺបងប្អូនឃើញមានពាក្យមួយហើយសិទ្ធិចេកម៉ាគឺគាត់មានពាក្យទាំង3ធំរបស់គាត់គឺទី1ភ្ញៀវទី2តាក់ទងទៅនឹងបុគ្គលិកទី3ម្ចាស់ភាគហ៊ុនអ្វីដែលសំខាន់គឺភ្ញៀវបញ្ហាគឺភ្ញៀវនឹងឯងភ្ញៀវទិញឬក៏មិនទិញអាហ្នឹងអាស្រ័យលើភ្ញៀវនៅលើភ្ញៀវទាំងអស់អញ្ចឹងយើងត្រូវតែក្តោបក្តាប់រឿងភ្ញៀវមែនទែនកុំឲ្យគាត់បាត់បង់ពីហាងរបស់យើងកុំឲ្យគាត់រត់ទៅផ្សេងអញ្ចឹងណាអូខេបងប្អូននៅកន្លែងមួយនេះហើយមួយទៀតបងប្អូនពាក្យឆៅនិយាយថាគាត់អត់ចង់ខ្លាចជាស្ដេចទេប៉ុន្តែគាត់ចង់បញ្ជាស្ដេចវិញបើសិនជាគាត់បញ្ជាស្ដេចបានមានន័យថាគាត់នឹងគឺខ្លាំងហើយអញ្ចឹងដូចប្រៀបធៀបទៅនឹងការលក់របស់យើងលក់ឲ្យចំគោលដៅនេះបងប្អូនគឺចាស់ទៅគឺយើងរស់ passive income តែម្ដងនេះបងប្អូនអូខេបងប្អូនវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងឯងនិយាយតាក់ទងទៅនឹងការអាននិងការរំលឹកការអានពីយប់មិញហើយនឹងការអានឥឡូវនេះគឺខ្ញុំបានច្រើនយល់ច្រើនហើយយប់នេះខ្ញុំនឹងឆ្លៀតពេលអានឲ្យចប់តែម្ដងអ្វីដែលខ្ញុំត្រូវបន្តគឺអ្នកដើមទុនដំបូងរបស់អ្នកលក់យើងអាននៅកន្លែងនេះទៀតអូខេបងប្អូនអរគ្នាវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូបន្តបាទជម្រាបលាបាយ